ព្រះច័ន្ទត្រជាក់ជាព្រះច័ន្ទពេញបូរមីចុងក្រោយនៃឆ្នាំ2025យប់ថ្ងៃទី5ខែធ្នូត្រូវនឹងថ្ងៃទី15កើតពេញបូរមីព្រះច័ន្ទដែលត្រូវបានគេដាក់ឈ្មោះថា Full Moon ឬព្រះច័ន្ទត្រជាក់នឹងរះឡើងជាព្រះច័ន្ទពេញបូរមីចុងក្រោយនៃឆ្នាំ2025ហើយជាព្រះច័ន្ទដែលបង្ហាញថារដូវរងាបានមកដល់ហើយព្រះច័ន្ទនៅថ្ងៃនោះនឹងមានពន្លឺភ្លឺជាងនិងច្បាស់ជាងធម្មតាមិនមែនដោយសារតែវាជាព្រះច័ន្ទធំនៅពេលនេះទេប៉ុន្តែដោយសារតែខ្យល់រដូវរងាមានភាពស្រស់ស្រាយស្ងួតនិងមេឃស្រឡះច្បាស់ល្អឈ្មោះព្រះច័ន្ទត្រជាក់មកពីប្រតិទិនរដូវរងាប្រពៃណីរបស់ជនជាតិដើមអាមេរិកនិងអឺរ៉ុបដើមវាបានសម្គាល់រដូវកាលដែលសីតុណ្ហភាពធ្លាក់ចុះមកដល់យប់កាន់តែវែងជាងពេលថ្ងៃនិងជាពេលដែលក្រុមគ្រួសារបានប្រមូលផ្ដុំគ្នាអាំងភ្លើងដើម្បីភាពកក់ក្ដៅប្រសិនបើអ្នកបោះជំហានចេញទៅខាងក្រៅបន្ទាប់ពីថ្ងៃលិចហើយមើលទៅជើងមេឃខាងកើតអ្នកនឹងឃើញព្រះច័ន្ទពេញវង្សរះទាបនិងមានពណ៌មាសមុនពេលវាឡើងខ្ពស់ហើយប្រែជាពណ៌សភ្លឺជាមួយនឹងបរិយាកាសរដូវរងាយប់ថ្ងៃ15កើតគឺជាយប់ដ៏ល្អបំផុតមួយនៃចុងឆ្នាំនេះដើម្បីគយគន់ផ្ទៃព្រះច័ន្ទជាមួយនឹងរណ្ដៅនិងស្រមោលដែលអាចមើលឃើញដោយភ្នែកទទេដូច្នេះប្រសិនបើមេឃស្រឡះនៅកន្លែងដែលអ្នករស់នៅសូមចំណាយពេលមួយភ្លែតដើម្បីមើលទៅលើព្រះច័ន្ទពេញវង្សត្រជាក់ចុងក្រោយនៃឆ្នាំនេះកំពុងបំភ្លឺយប់រដូវរងាដោយដែលវាធ្លាប់មានកាលពីរាប់ពាន់ឆ្នាំមុន